សំខាន់បំផុតរបស់ក្រុមហ៊ុនមួយការកេងប្រឡងហ្នឹងជឿទៅច្រើនតែកើតនៅពេលដែលឱកាសដែលហុចឲ្យឧទាហរណ៍ថាក្រុមហ៊ុនអត់ទាន់មានគោលការណ៍គ្រប់គ្រងទៅលើគេហៅថាទំនាស់ផលប្រយោជន៍ដូចជាការទទួលសាច់ញាតិឬក៏ខ្សែស្រឡាយឬក៏អ្នកចិត្តដិតឲ្យមកធ្វើការនៅក្នុងយុគឋានតែមួយឬក៏ផ្នែកតែមួយច្រើនគ្នាឬក៏ទទួលអ្នកដែលជាសាច់ញាតិឬខ្សែស្រឡាយឲ្យធ្វើការទៅនៅក្រោមឡានដែលជាការគ្រប់គ្រងរបស់នរណាម្នាក់ពីចាប់ផ្ដើមដំបូងអាចថាបុគ្គលិកមិនទាន់ដឹងច្បាស់ពីគោលការណ៍ឬក៏នីតិវិធីក្រុមហ៊ុនច្បាស់ឬក៏អាចថានៅមានការខ្លាយរអាអំពីនីតិវិធីរបស់ក្រុមហ៊ុនគាត់អត់ទាន់ហ៊ានធ្វើទេក៏ប៉ុន្តែប្រសិនបើចាប់ពីគាត់អនុវត្តការងារឬធ្វើការចាប់ពី2ឬក៏3ឆ្នាំឡើងទៅអាចថាគាត់មានភាពស្វែងយល់ច្បាស់អំពីការធ្វើការងាររបស់ក្រុមហ៊ុនរបៀបដែលគេ control ការងារប្រចាំថ្ងៃអញ្ចឹងមិនតែគាត់ច្បាស់ចាប់ពី2 3ឆ្នាំឡើងទៅគាត់អាចឆ្លៀតតែការឆ្លៀតធ្វើការកេងបន្លំមុនដំបូងគាត់មិនធ្វើច្រើនទេអាចចាប់ពីរូបភាពតិចតួចឡើងទៅប៉ុន្តែនៅពេលដែលគាត់ធ្វើតិចតួចឡើងទៅมันមានការតាមដានឡើងវិញពីខាងលើឬក៏ផ្នែកពាក់ព័ន្ធវាជាឱកាសមួយដែលគាត់អាចមានទំនុកចិត្តក្នុងការធ្វើបន្ថែមទៀតរហូតដល់កម្រិតឡើងមកកម្រិតទៀតប៉ុន្តែបើគាត់ធ្វើឡើងមកកម្រិតធំជាងមុនទៀតនៅតែមិនមានការរកឃើញឬក៏ការស៊ូនាំដេញដោលទៅលើបញ្ហាដែលគាត់ធ្វើកេងប្រឡងទេអញ្ចឹងអាចគាត់ឈានដល់មកកម្រិតទៀតរហូតដល់អាចគាត់ចែករំលែកអាការប្រោតឬក៏ការកេងប្រឡងហ្នឹងទៅអាចថាខ្សែដែលជាប់តំណែងជាមួយគាត់ហ្នឹងឲ្យធ្វើដូចគាត់ដែរដើម្បីទទួលបានផលចំណេញពីក្រុមហ៊ុនមកគោលបំណងបម្រើផលប្រយោជន៍ទៅខ្លួនដើម្បីបានអត្ថប្រយោជន៍ដែលគាត់នឹងពឹងទុកអញ្ចឹងទៅនេះជាបញ្ហាដើម្បីលុបបំបាត់បញ្ហាទាំងអស់ហ្នឹងជាទៅក្រុមហ៊ុនគួរតែតម្រូវឲ្យរាល់ពេលដែលសាច់ញាតិឬក៏បងប្អូនដែលចូលធ្វើការងារនៅក្នុងយុវឋានឬក៏ស្ថាប័នឬក្រុមហ៊ុនតែមួយត្រូវប្រកាសអំពីតំណែងឬក៏ភាពជាប់ពាក់ព័ន្ធនៅ position តំណែងទូនាទីណាមួយដែលនៅក្នុងក្រុមហ៊ុនដូចជាសាច់ញាតិបងប្អូនឪពុកម្ដាយឬក៏អ្នកចិត្តដិតដែលធ្វើការហ្នឹងត្រូវឲ្យតម្រូវគាត់ប្រកាសមួយទៀតអ្វីដែលគួរតែប្រកាសដែរនោះគឺប្រកាសអំពីមុខរបរឬក៏អាជីវកម្មទាំងឡាយណាដែលវាប្រឈមជាមួយនឹងអាជីវកម្មរបស់ក្រុមហ៊ុនឬក៏ប្រើប្រាស់ពេលវេលាដែលនៅក្នុងម៉ោងការងារដើម្បីគាត់បំពេញការងារផ្ទាល់ខ្លួនអាជីវកម្មរបស់គាត់ដែរនៅពេលដែលចុះកិច្ចសន្យាការងារចំណុចនេះផ្ដើមចេញពី HR Human Resource Department គាត់ត្រូវតែយល់ច្បាស់អំពីចំណុចនេះដែរបើឲ្យទៅហើយយុវឋានពាក់ព័ន្ធក៏ត្រូវតែសហការក្នុងការរៀបចំធ្វើឲ្យបានល្អប្រសើរពេលខ្លះស្ថាប័នខ្លះ HR ចង់ធ្វើក៏ប៉ុន្តែយុវឋានដែលជាការថា main operation គេអត់ចង់ធ្វើដោយសារគេគិតថាប៉ះពាល់អត្ថប្រយោជន៍ឬក៏ប៉ះពាល់ផលប្រយោជន៍របស់គេនិងសាច់ញាតិឬក៏បពុរបស់គេពេលខ្លះយុវឋានសម័យចង់ធ្វើតែ HR មិនយល់ពីនីតិវិធីទីធ្វើអញ្ចឹងអ្នកដែលគ្រប់គ្រងលើយុវឋានទាំងពីរហ្នឹងត្រូវតែអ្នកដែលច្បាស់លាស់ហើយហ្មត់ចត់ក្នុងការដឹកនាំហើយមានបរិសុទ្ធច្បាស់ក្នុងការដឹកនាំយុវឋានមិនអាចបណ្តែតបណ្ដោយឬក៏អនុញ្ញាតឲ្យ
ដ្ឋានទាំងពីរហ្នឹងធ្វើអ្វីមួយតាមការសម្រេចចិត្តរបស់ខ្លួនទេទាមទារឲ្យឋានៈដឹកនាំខាងលើយុវដ្ឋានទាំងពីរនេះត្រូវតែជាមនុស្សដែលមានបទពិសោធន៍យ៉ាងតិច15ឆ្នាំទៅ20ឆ្នាំក្នុងការគ្រប់គ្រងហើយមានជំនាញច្បាស់លាស់ក្នុងការរៀបចំស្តង់ដារឬក៏បទដ្ឋានក្នុងការដឹកនាំឬក៏ជំរុញការកាត់បន្ថយហានិភ័យរបស់ក្រុមហ៊ុនធំឬក៏ក្រុមហ៊ុនដែលមានអាជីវកម្មប្រហាក់ប្រហែលតែម្ដងដើម្បីការពារបញ្ហានេះអរគុណច្រើនជម្រាបលា